សូមកុំរំលងវីដេអូនេះបុរសម្នាក់បានបង្ហាញគំនិតច្នៃប្រឌិតដ៏អស្ចារ្យដោយយកលូបេតុងធំមួយមកកែច្នៃធ្វើជាបន្ទប់ស្នាក់នៅដ៏ស្អាតនិងមានផាសុកភាពដំបូងគាត់រៀបចំទីតាំងនិងដាក់លូបេតុងឲ្យបានរឹងមាំរួចចាប់ផ្ដើមកែប្រែផ្នែកខាងក្នុងគាត់ធ្វើការកាត់តនិងរៀបចំចន្លោះសម្រាប់ទ្វារបង្អួចនិងប្រព័ន្ធភ្លើងដើម្បីឲ្យបន្ទប់មានភាពងាយស្រួលក្នុងការរស់នៅបន្ទាប់មកគាត់ចាប់ផ្ដើមតុបតែងខាងក្នុងដោយបន្ថែមជញ្ជាំងពិដានកម្រាលនិងភ្លើងបំភ្លឺទោះបីជាចាប់ផ្ដើមពីលូបេតុងដែលមើលទៅធម្មតាប៉ុន្តែបន្ទាប់ពីកែច្នៃវាប្រែទៅជាបន្ទប់តូចមួយដែលមើលទៅស្អាតទំនើបនិងមានភាពកក់ក្ដៅអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺការប្រើប្រាស់ផ្ទៃតូចៗឲ្យមានប្រយោជន៍ខ្ពស់គាត់រៀបចំគ្រឿងសង្ហារឹមយ៉ាងសមស្របដើម្បីសន្សំកន្លែងនិងធ្វើឲ្យបន្ទប់មើលទៅធំជាងមុននេះជាឧទាហរណ៍ដ៏គួរឲ្យចាប់អារម្មណ៍ថាដោយមានគំនិតច្នៃប្រឌិតនិងការខិតខំប្រឹងប្រែងវត្ថុធម្មតាមួយក៏អាចកែច្នៃទៅជាកន្លែងរស់នៅដ៏ស្រស់ស្អាតបានដែរបើជាអ្នកតើហ៊ានសាក់រស់នៅក្នុងបន្ទប់លូបេតុងបែបនេះទេគាត់បន្ថែមភ្លើងញាក់ទៀតមើលទៅញាក់សាច់